ពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង791ម៉ែត្រនៅក្នុងភូមិដូនដួងនិងភូមិត្រពាំងជ្រៃខុំបាឡាំងក្រោមអធិបតីភាពលោកខុនចន្ទថៃអភិបាលស្រុកបារាយកំពង់ធំនៅព្រឹកថ្ងៃទី18ខែកក្កដាឆ្នាំ2026មានពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែមានប្រវែង791ម៉ែត្រក្នុងភូមិដូនដួងនិងភូមិត្រពាំងជ្រៃខុំបាឡាំងស្រុកបារាយខេត្តកំពង់ធំក្រោមអធិបតីភាពលោកខុនចន្ទថៃអភិបាលស្រុកបារាយកិច្ចចាប់ផ្ដើមអ្នកស្រីអួនយួនមេឃុំបាឡាំងបានឡើងអានរបាយការណ៍ស្ដីពីស្ថានភាពនិងសមិទ្ធផលនានាដែលឃុំបានធ្វើនាពេលកន្លងមកជូនគណៈអធិបតីរួចមកលោកខុនចន្ទថៃអភិបាលស្រុកបារាយបានឡើងមានមតិសម្ដែងសម្ដាលជាមួយលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋចំនួន2ភូមិដែលបានចូលរួមក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវបេតុងចំនួន791ម៉ែត្រជាលុយមូលនិធិឃុំសង្កាត់ដែលបានមកពីរាជរដ្ឋាភិបាលផ្ដល់ជូនក្រោមថ្នាក់ជាតិឲ្យអភិវឌ្ឍក្នុងឃុំសង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជាហើយលោកអភិបាលបានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះឲ្យនាំគ្នាជួយថែរក្សាផ្លូវបេតុងដែលរាជរដ្ឋាភិបាលជំនួយឲ្យថ្នាក់ក្រោមជាតិធ្វើការអភិវឌ្ឍឃុំសង្កាត់នៅឆ្នាំ2026ឲ្យបានយូរអង្វែងដើម្បីងាយស្រួលធ្វើចរាចរណ៍ដឹកកសិផលទៅលក់នៅទីផ្សារនិងស្ត្រីមានផ្ទៃពោះឆ្លងទន្លេនិងអ្នកជំងឺទៅកាន់មណ្ឌលសុខភាពដូចជាមន្ទីរពេទ្យបង្អែកតាមបណ្ដាស្រុកផងដែរជាចុងក្រោយលោកអភិបាលមានមតិផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋចំនួន2ភូមិដែលបានអំណោយពីរាជរដ្ឋាភិបាលនៅប្រាក់ជំនួយឧបត្ថម្ភសម្រាប់អភិវឌ្ឍឃុំសង្កាត់មួយឆ្នាំម្ដងដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាឃុំសង្កាត់នីមួយៗឲ្យរឹតតែល្អប្រសើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតអាណត្តិទី7ហើយលោកបានលើកឡើងថាក្រោយពីឯកឧត្តមនួន ផារតមកកាន់ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំប្រែក្លាយជាខេត្តមានសក្តានុពលនិងជាខេត្តគំរូសម្រាប់ខេត្តនានាផងដែរយកទៅប្រាំតាចូលក្រៅគេណោចាំមិនចៃអត់គ្រប់នេះមកដល់ទៀតមិនណាងយកទៅមុនអ្នកទៅទួហើយយ៉ាងក្តីចា